ទៅការលោកគ្រូអ្នកគ្រូគណៈកម្មការដាក់បន្ទុកនិងអ្នកដែលកំពុងទស្សនាទាំងអស់គ្នាបន្ទាប់ពីបានមើលវីដេអូអំបញ្ញមិញហើយអ្នកទាំងអស់គ្នាប្រកាសជាឃើញថាទូករបស់ខ្ញុំពិតជាមានបច្ចេកវិទ្យាទំនើបតែឥឡូវនេះខ្ញុំសូមចូលខ្លួនមកធ្វើការបកស្រាយនៅ radar ជាមុនសិនដែល radar នេះផ្ដើមចេញពីដុំ Arduino នេះមានតួនាទីក្នុងការសរសេរកូដហើយចងកូដវានៅក្នុងកុំព្យូទ័រដើម្បីឲ្យវាវិលពីឆ្វេងទៅស្ដាំបានរហូតដល់180ដឺក្រេហើយជាបន្ទាប់មកយើងធ្វើការចងវាជាមួយនឹងដុំ board ដែលដុំ board នេះមានតួនាទីក្នុងការបន្តចរន្តខ្សែភ្លើងពីដុំ board នេះចូលទៅកាន់ដុំ servo mode ហើយបន្ទាប់ពីនឹងទៅទៀតអ្វីដែលមិនអាចខ្វះបានគឺដុំ ultrasonic ដែលដុំ ultrasonic នេះមានតួនាទីនៅក្នុងការ scan គោលដៅពីបានរហូតដល់180ដឺក្រេនិងចាប់គោលដៅហើយនឹងផ្ដល់សញ្ញាពណ៌ក្រហមនៅក្នុងអេក្រង់កុំព្យូទ័រផងដែរតែឥឡូវនេះយើងនឹងធ្វើការបង្សាករបស់គ្នាបន្ទាប់មកទៀតមានតារាដើមមួយអត់តគ្រប់គ្រាន់ទេថតបើមានតារាដើមមានកំភ្លើងតារាបាញ់ខ្មាំងសត្រូវមិនត្រូវអញ្ចឹងយើងនឹងសិក្សាអំពីកណ្ដុងកំភ្លើងនៅលើនាវានេះជាមួយនឹងក្រុមរបស់ខ្ញុំបាទជាបន្តទៀតឥឡូវនេះបើយើងក្រឡេកមកមើលកណ្ដុងកំភ្លើងដែលស្ថិតនៅចំកណ្ដាលរបស់នាវាវាអាចជួយការពារសត្រូវបានរហូតដល់180ដឺក្រេចំណែកឯគ្រឿងបង្គុំរបស់វាវិញមានដូចជា servo និង board យើងអាចបញ្ជាវាបានហើយបន្តទៀតយើងទៅមើលផ្នែកម៉ាស៊ីនទាំងអស់គ្នានេះយើងមកនិយាយអំពីប្រព័ន្ធម៉ាស៊ីននិងគ្រឿងសព្ទចាប់ពីម្ដងប្រព័ន្ធម៉ាស៊ីនជាប់ជាមួយនឹង ESC ដែលហៅពេញថា Electronic Speed Control ESC នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជាទូកឲ្យមានល្បឿនលឿនឬយឺតអាស្រ័យទៅលើការបញ្ជាទៅលើតេឡេមួយនេះហើយតេឡេមួយនេះក៏អាចបញ្ជាឲ្យទូកមានទៅមុខឬថយក្រោយផងដែរចំណែកឯការបត់បែនគឺអាស្រ័យទៅលើប្រព័ន្ធចង្កូតដែលប្រព័ន្ធចង្កូតនេះមាន servo motor សម្រាប់ឲ្យកាច់ឆ្វេងឬស្ដាំឲ្យមានភាពរលូនដែរតោះណានេះយើងមកសាកគ្រឿងម៉ាស៊ីនជាមួយខ្ញុំបានយើងចូលទៅកាន់គ្រឿងបង្គុំរបស់ទូកជាបន្តមកទៀតយើងក្រឡេកមកមើលទូករបស់ខ្ញុំបានដោយផ្នែកខាងក្រោមធ្វើឡើងអំពីការចាក់ស្មាច់លាយជាមួយនឹងជួរស្ពតដោយផ្នែកពណ៌ក្រហមនេះសម្រាប់ឲ្យនាវាមានលំនឹងនិងកូរចូលបានល្អនៅពេលដែលរត់លើទឹកហើយផ្នែកខាងលើធ្វើឡើងអំពីទីយោក៏លាយឡំជាមួយទីយោផងដែរចំណែកឯបង្កាន់ដៃខាងចង្កានេះធ្វើឡើងអំពីការគុំចូលគ្នាជាមួយនឹងឈើចង្កាក់ជាច្រើនបង្កើតបានជាបង្កាន់ដៃខាងចង្ការីឯបំពង់ផ្សែងអង្គផ្សែងធ្វើអំពីឈើចង្កាក់លាយឡំជាមួយនឹងជួរស្ពតជាច្រើនផ្សេងៗគ្នាជាចុងក្រោយកន្លែងនេះចុងក្រោយនេះគឺជាកន្លែងផ្ទុកបន្ថែមភេសជ្ជៈធ្វើឡើងអំពីជួរស្ពត